កូនខ្ញុំញ៉ាំបន្ថែមនៅ supplement ជាតិដែកប៉ុន្តែហេតុអីគាត់នៅតែមានកង្វះជាតិដែកទៀតអញ្ចឹងឲ្យអ្នកទាំងអស់គ្នាទៅមើលនៅចំណុចមួយចំនួនខាងក្រោមនេះតើអ្នកទាំងអស់គ្នាមានឲ្យ supplement ជាតិដែកហ្នឹងក្នុងកំឡុងពេលដែលគាត់ញ៉ាំទឹកដោះគោអត់បើសិនជាឲ្យក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាគួរតែជៀសវាងដោយសារតែសារធាតុកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោហ្នឹងគឺវារារាំងនៅក្នុងការស្រូបយកជាតិដែកចូលទៅក្នុងរាងកាយអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចទុកគម្លាតយ៉ាងតិចបំផុត1 ម៉ោងកន្លះទៅ2 ម៉ោងនៅក្នុងការផ្ដល់ជាតិដែកឬក៏ទឹកដោះគោហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសទៅថាយើងអាចឲ្យកូនយើងញ៉ាំដោះគោមុនឬក៏ផ្ដល់ supplement ជាតិដែកមុននេះនឹងដែរដើម្បីជំរុញការស្រូបយកជាតិដែកចូលទៅក្នុងរាងកាយបានល្អហ្នឹងអ្នកទាំងអស់គ្នាអាចឲ្យកូនញ៉ាំអាហារដែលសម្បូរទៅដោយជាតិដែកជាមួយនឹងវីតាមីន C ដោយសារតែអាហារដែលសម្បូរទៅដោយវីតាមីន C ហ្នឹងគឺវាជំរុញនៅក្នុងការស្រូបយកជាតិដែកចូលទៅក្នុងរាងកាយអាហារដែលសម្បូរជាតិដែកហ្នឹងមានអីខ្លះហើយគឺមានពពុះសាច់ហើយនិងបន្លែបៃតងអញ្ចឹងសាច់ហ្នឹងគឺមានសាច់គោទ្រូងមាន់មានស៊ុតក៏មានសម្បូរទៅដោយជាតិដែកគ្នាថ្លើមសត្វគឺបន្លែបៃតងស្ពៃស្ពីណាឬក៏ប្រូកាលីឬក៏ពពុះគ្រាប់ធញ្ញជាតិនៅក្នុងពពុះសណ្តែកហ្នឹងក៏វាសម្បូរដោយជាតិដែកដូចគ្នាដែរ